រឿងផ្ទះចាស់ខាងក្រោយសាលាផ្នែកទី1ការផ្លាស់ទីកាលទី1ឆ្នាំមុនខ្ញុំបានផ្លាស់ទីទៅស្រុកមួយនៅជិតព្រៃដើម្បីបង្រៀននៅសាលាបឋមសិក្សាខ្ញុំអាចរកបានផ្ទះជួលមួយថោកតែបរិយាកាសស្ងប់ស្ងាត់នៅខាងក្រោយសាលាផ្ទះនេះគឺចាស់ណាស់បើបង្អួយមើលទៅឃើញព្រៃហៀបតែហ៊ានប៉ះជញ្ជាំងមិត្តរួមការងារមួយចំនួនប្រាប់ថាមិនសូវមានអ្នករួមនៅទីនោះទេពីព្រោះគេនិយាយថាផ្ទះនោះមានខ្មោចខ្ញុំមិនជឿទេខ្ញុំជាគ្រូវិទ្យាសាស្ត្រតែពឹងផ្អែកលើចំណុចដោះស្រាយបែបវិទ្យាសាស្ត្រពិតប្រាកដផ្នែកទី2សំឡេងក្នុងយប់ទី4នៅទីនោះខ្ញុំបានឮសំឡេងអាតកំបាំងប្លែកសំឡេងដើរលើឈើធ្វើដូចជាអ្នកចាស់ច្រកជើងខ្ញុំបានគិតថាអាចជាក្របឃ្មុំឬក៏សត្វមួយណាដើរលើដំបូលខ្ញុំមើលដែរតំដេចក៏មិនឃើញអ្វីដែរតែពេលខ្ញុំបិទភ្លើងដេកសំឡេងនោះឡើងវិញហើយមានសំឡេងស្រែកបន្តិចចូលទៅបើកទ្វារខ្ញុំដេកដូចជាកណ្ដូវនៅខាងឃ្លាំងកណ្ដាលព្រិលតែបេះដូងរបស់ខ្ញុំដើរលឿនមិនធម្មតាផ្នែកទី3ប្រវត្តិអាតកំបាំងថ្ងៃក្រោយខ្ញុំសួរអ្នកចាស់ជុំវិញសាលាពួកគេប្រាប់ថាផ្ទះនោះមុននេះគ្រូសាមួយបានរស់នៅមានកូនស្រីតូចម្នាក់ដែលជាសិស្សសាលាពេលរាត្រីម្ដាយរបស់នាងចាស់ជូរ៉ាមិនអាចថៃបានទេពេលក្រោយគេរកឃើញសពកូនស្រីស្ថិតនឹងខុនបន្ទប់មួយដែលជាប់នឹងព្រៃមិនដែលដឹងមូលហេតុស្លាប់ពេលណាដែលមានគ្រួសារថ្មីចូលមកនៅតែសំឡេងនាងលាន់ឡើងក្នុងយប់ខ្ញុំគិតថាអាចជាព័ត៌មានតែប៉ុណ្ណោះផ្នែកទី4ការបង្ហាញខ្លួនយប់សប្តាហ៍ក្រោយខ្ញុំដេកដោយមិនបិទភ្លើងនៅម៉ោងប្រហែល 12:30 នាទីខ្ញុំឮសំឡេងទ្វារក្រិចហើយចោលចូលត្រជាក់ប្លែកខ្ញុំបើកភ្នែកនៅជុំបន្ទប់មានរូបរាងក្មេងស្រីម្នាក់មានសក់វែងម៉ៅមកខ្ញុំឯកសណ្ឋានសាលាផ្លាកពណ៌មិនដូចធម្មតាសម្លៀកបំពាក់រលន់នាងនិយាយថាលោកគ្រូសូមជួយខ្ញុំផងខ្ញុំត្រូវបានចាក់ខ្ញុំមិនបានទៅសាលាវិញទេនាងយំហើយបាត់ទៅភ្លាមដោយខ្យល់ភុយផ្នែកទី5ការដោះស្រាយថ្ងៃក្រោយខ្ញុំជូនពរនាងជាមួយនឹងគ្រូសង្ឃក្នុងវត្តចិត្តនោះខ្ញុំបានសួរភិក្ខុនិងគ្រូសាទីប្រវត្តិនោះពួកគេបានធ្វើបុណ្យសូភិសោបនាងហើយបន្ទាប់មកខ្ញុំមិនដែលឮសំឡេងអាតកំបាំងនោះទៀតឡើយតែពេលខ្ញុំផ្លាស់ទៅទីកន្លែងថ្មីមានសៀវភៅចាស់មួយនៅក្នុងកាបូបសាលានៅលើវាជារូបគេនាងស្លៀកឯកសណ្ឋានដដែលហើយនៅខាងក្រោយសៀវភៅមានអក្សរដែលខ្ញុំមិនដែលសរសេរឡើយសូមអរគុណលោកគ្រូ